បាទសូមជូនវីដេអូបន្តថ្ងៃនេះគឺតាក់ទងទៅនឹងការតម្រៀបកំណត់ថ្នាក់បាទអញ្ចឹងដើម្បីតម្រៀបកំណត់ថ្នាក់បានយើងត្រូវធ្វើជាតារាងមួយក្រោយពីកំណត់នីតិសាស្ត្រហើយយើងបានមកអញ្ចេះអញ្ចឹងយើងត្រូវធ្វើជាតារាងមួយអញ្ចឹងខ្ញុំអត់បាច់ធ្វើជាតារាងបង្ហាញទេខ្ញុំគ្រាន់តែបង្ហាញជាគំរូតារាងតែម្ដងអញ្ចឹងការកំណត់គឺកន្លែងនេះគឺអត់មានឈ្មោះមានអីទេគឺធ្វើតែលេខរៀងកូដនាមប៉ុន្តែយើងត្រូវយកឈ្មោះពីកន្លោននេះដើម្បីមកដាក់នៅពេលយើង print យើងនឹងលាក់កន្លោននេះចេញហើយយើង print តែកន្លោនខាងនេះទេបាទអញ្ចឹងដើម្បីបានលេខរៀងឈ្មោះមកយើងត្រូវកំណត់យកប្រើអត់មានរូបមន្តអីច្រើនវែងឆ្ងាយទេគឺវាយសញ្ញាស្មើនៅប្លប់លេខរៀងនេះចំប្រអប់ទី1នៃលេខរៀងអុកលើលេខ1នៅកន្លោនមួយទៀតមកហើយ enter អញ្ចឹងយើងអូពីជ្រុងនឹងមកជ្រុងនឹងបានបាទអូមកបានអូជ្រុងនឹងមកជ្រុងនឹងបន្តមកលេខរៀងកន្លោនទី2គឺស្មើយើងមើលលេខរៀងយើងនេះកំណត់ត្រឹមលេខរៀងទី13អញ្ចឹងយើងយកត្រឹមលេខរៀងទី14នៃតារាងទី1នេះបាទអុកលើលេខរៀងទី14ហើយ enter មកហើយយើងអូសពីក្រោមមកលើពីលើចុះក្រោមបាទដល់លេខរៀងចុងក្រោយអញ្ចឹងក្រោយពីបានលេខរៀងអស់ហើយអញ្ចឹងយើងត្រូវជ្រើសរើសកូដនាមនឹងនាមភេទជំពាក់នឹងចំណាត់ថ្នាក់នឹងនីតិមកវាអញ្ចឹងការជ្រើសរើសក៏មិនខុសគ្នាប្រហែលដែរគឺរបៀបនៃការជ្រើសរើសគឺដូចគ្នាបាទគឺដូចគ្នាគឺអញ្ចឹងយើងវាយសញ្ញាស្មើហើយអុកនៅលើកូដនាមនៃឈ្មោះទី1 enter បាទ enter ហើយយើងអូសក្រោមមកដូចគ្នាដែរនៅក្នុងកន្លោនមួយទៀតគឺយើងវាយសញ្ញាស្មើហើយយកកូដនាមនឹងនាមនេះសិស្សលេខរៀងទី14បាទ enter ហើយយើងអូសមកចំពោះភេទមធ្យមភាគនៃចំណាត់ថ្នាក់គឺធ្វើដូចគ្នាឥឡូវខ្ញុំប្រាប់ពីរបៀបនៃការរៀបចំកន្លែងនេះអញ្ចឹងយើងមើលឈ្មោះគឺខិតទៅលើអញ្ចឹងទាំងអស់គ្នាគឺ select លើវាអញ្ចឹងហើយចង់ select មកខាងទៀតកុំឲ្យពិបាកធ្វើការពីរដងអញ្ចឹងចុច control ឲ្យជាប់ចុចម៉ៅឆ្វេងហើយអូសមកលើឈ្មោះនៃកន្លោនមួយទៀតហើយយើងចូលទៅកន្លែង home របស់យើងទៅនេះនៅកន្លែងសញ្ញានេះបាទក្នុង alignment របស់វានឹងយើងយកកន្លែងកណ្ដាលមកបាទគឺវាលោតចំកណ្ដាលអស់ហើយឬក៏ពេលខ្លះយើងត្រូវអូសដល់កន្លោនខាងលើអញ្ចឹងយើងក្រោយពីធ្វើហើយយើងជ្រើសរើសភេទតែម្ដងស្មើភេទនៃលេខរៀងទី1បាទអូសមកក្រោមមកដូចគ្នាបាទហើយយើងចូលទៅ home ហើយដាក់ចំកណ្ដាលមកដូចគ្នាដែរស្មើភេទនៃលេខរៀងទី14 enter តោះមកយើងអូសមកក្រោមដូចគ្នាបាទចូល home ដាក់ចំកណ្ដាលដូចគ្នាទៅបាទបន្តមកទៀតការងារដែលយើងត្រូវធ្វើបន្តទៀតគឺយើងជ្រើសរើសមធ្យមភាគបាទសូមចូលកន្លែងនេះបន្តិចកែបន្តិចបាទចំកណ្ដាលមិនវាចំកណ្ដាលអញ្ចឹងមធ្យមភាគនៃលេខរៀងទី1បាទវាយសញ្ញាស្មើដូចគ្នាកន្លែងនេះយើងយកតែមធ្យមភាគរបស់វាមកគឺកន្លែងនេះកន្លែងមធ្យមភាគនេះមធ្យមភាគនៃលេខរៀងទី1នេះគឺអុកនឹងមក enter បាទតមកយើងមើលកន្លែងនេះគឺយើងលោតមកហើយអញ្ចឹងយើងអូសដូចគ្នាភាគកន្លែងនេះប្រហែលជានឹងមានភាពងាយស្រួលណាសេរីចំកណ្ដាលសិនមកអញ្ចឹងយើងទៅចំណាត់ថ្នាក់យើងក៏វាយសញ្ញាស្មើដូចគ្នាដែរប៉ុន្តែបើសិនជាយើងខ្ជិលយើងអាចអូសពីជ្រុងនេះមកជ្រុងនេះតែម្ដងនេះប៉ុន្តែឃើញវាលោតទេគេលោតកន្លែងនេះចាំខ្ញុំប្រាប់ថែមទៀតបាទយើងលោតហើយយើងអូសមកបាទយើងមើលចំណាត់ថ្នាក់វាចេញលេខរៀងមកអញ្ចឹងចេញអញ្ចឹងដើម្បីការវាបាន select លើវាអស់ហើយចុចម៉ៅស្ដាំយកពាក្យថា format cell កន្លែងនេះយើងជ្រើសរើសយកពាក្យថា number ហើយអូខេហើយដូរពណ៌ផងគឺកន្លែង home មកពណ៌ក្រហមមកបាទចាក់ពណ៌ក្រហមកន្លែងនេះដូចគ្នាដែរមធ្យមភាគនៃសិស្សត្រឹមលេខរៀងទី14អញ្ចឹងមធ្យមភាគវានៅកន្លែងនេះលេខរៀងទី14កន្លែងនេះមើលយើងជួររបស់យើងយ៉ាត់ខុសជួរទៅខុសជួរខុសដូចគ្នា enter ហើយយើងអូសមកខាងនេះមកខាងស្ដាំមកហើយអូសមកក្រោមគឺបានដូចគ្នាបាទអញ្ចឹងយើងដាក់វាចំកណ្ដាលសិនមកតបមកយើងកែរបៀបនៃការកែគឺយើង select លើវាទាំងអស់ហើយយកពាក្យថា format cell អញ្ចឹងកន្លែងហ្នឹងគឺធ្វើអញ្ចឹងប៉ុន្តែបើសិនជាយើងចង់ថា
កុំឲ្យបបាក់ញយដង select លើវា ហើយ format cell ទាំងអស់គ្នា select លើកន្លោននេះដោយសារយើងចង់បានចំណាត់ថ្នាក់គឺដូចគ្នានឹងខាងនេះអញ្ចឹងយើងចុចនៅក្នុងកន្លោនណាមួយបានដែរលេខរៀងណាមួយចុចលើវាមកបោះហើយចូលពាក្យថា home ហើយយកពាក្យកន្លែងនេះ format painter អុកលើវាមកចេញរូបអំបោសយើងអុសមកចេះអត់ចេញទេអត់ចេញរូបអំបោសទេប៉ុន្តែយើងដាក់កន្លែងលេខណាមួយយើងអុកលើវាមកបោះមកឆ្វេងមកឃើញរូបអំបោសអញ្ចឹងយើងយកអំបោសនឹងអូសឲ្យចំ format ឲ្យចំនៅជួរនឹងចំណាត់ថ្នាក់ដែលយើងចង់បានដូចគ្នាអញ្ចឹងចុចមកឆ្វេងជាប់អូសពីលើចុះក្រោមបាទវានឹង load ដូចគ្នានេះជារបៀបនៃការកំណត់ format ជាវិធីងាយមួយដែរក្រោយពីយើងធ្វើបានអញ្ចឹងការជ្រើសរើសនៅក្នុងចំណាត់ថ្នាក់ក៏ដូចគ្នាដែរនីតិក៏ដូចគ្នាដែរគឺត្រូវ select គឺចុចមកឆ្វេងឲ្យជាប់ចុច control select វាទៅហើយយើងយកពណ៌ដែលយើងចង់បានពណ៌អីស្រេចយើងចង់បានទេជាការកំណត់នីតិបាទអញ្ចឹងក្រោយពីបានហើយយើងឃើញថាលេខរៀងនៃចំណាត់ថ្នាក់របស់វានេះគឺអត់តាមលំដាប់លំដោយទេអញ្ចឹងដើម្បីបានតាមលំដាប់លំដោយអ្នកនរគ្នាត្រូវកំណត់នៅកន្លែងនេះប៉ុន្តែកុំបាច់យកត្រង់លេខរៀងទេដើម្បីកុំឲ្យលេខរៀងវារៀលយើងយកត្រឹមកូដនាមនឹងនាមអូសរហូតទៅដល់នីតិហើយចូលទៅកន្លែងនេះយកពាក្យថា data ហើយចូលកន្លែង filter ចុចលើពាក្យ filter នេះវានឹង load ជាសញ្ញាក្បាលព្រួយនេះឲ្យអញ្ចឹងកន្លែងនេះយើងចង់ឲ្យចំណាត់ថ្នាក់ពីលេខរៀងតូចលេខរៀងទី1ដល់លេខរៀងចុងក្រោយអញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយយកពាក្យថា smallest to largest នេះវានឹង load ខាងនេះ load ខាងនេះក៏ load ដូចគ្នាបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្ណេះទេយើងជួបគ្នានឹងវីដេអូបន្ទាប់ទាក់ទងនឹងការរៀបកំណត់ចំនួនសិស្សជាប់ធ្លាក់ហើយនឹងនីតិបាទអរគុណ